2. លទ្ធភាពក្នុងការប្រើប្រាស់ទឹកស្អាតនៅប្រទេសកម្ពុជាជំងឺមួយចំនួនធំបណ្ដាលមកពីការប្រើប្រាស់ទឹកមិនស្អាតទឹកមានបាក់តេរីនៅក្នុងទឹកពិសេសកើតមានចំពោះប្រជាជនដែលរស់នៅជនបទម្យ៉ាងទៀតប្រជាជនកម្ពុជាមានលទ្ធភាពប្រើប្រាស់ទឹកស្អាតនៅមានចំនួនតិចនៅឡើយមានតែប្រជាជនដែលរស់នៅទីក្រុងប៉ុណ្ណោះដែលប្រើប្រាស់ទឹកស្អាត 2.1 លក្ខណៈទូទៅយោងតាមជំរឿនប្រជាជនកម្ពុជាឆ្នាំ 2008 គ្រួសារចំនួន 25.87% ដែលនៅប្រើប្រាស់ទឹកអណ្ដូងជីកមានគម្របទាំងគ្មានគម្របចំនួននេះឃើញថាថយច្រើនជាងឆ្នាំ 1998 ដែលមានទៅដល់ 40.2% គ្រួសារប្រើប្រាស់ទឹកទន្លេ អូរ បឹង ត្រពាំងមាន 23.7% ថយចុះតិចតួចបើធៀបនឹងឆ្នាំ 1998 ដែលមានតែ 28.20% ប៉ុណ្ណោះការប្រើប្រាស់ទឹកបែបនេះអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ពីការឆ្លងមេរោគផ្សេងៗគ្រួសារ 48.83% មានទឹកស្អាតប្រើប្រាស់ក្នុងនោះមានទឹកម៉ាស៊ីន 13.83% ទឹកអណ្ដូងស្នោប 26.83% និងទឹកទិញ 8.17% ចំនួននេះលើពីឆ្នាំ 1998 ដែលមានត្រឹមតែ 29.5% ទឹកម៉ាស៊ីន 5.80% ទឹកអណ្ដូងស្នោប 14.95% និងទឹកទិញ 8.30%